ក្រុមប្រតិខ្លួនเตรียมវាយប្រហារថ្មីទៀតពេលនេះខេត្តយ៉ាឡៃដាក់វិធានការយ៉ាងក្តៅហើយស្របពេលស្ថានភាពភាគខាងត្បូងថៃកំពុងក្តៅដូចបាយពុះក្រោយការវាយប្រហារទ្រង់ទ្រាយធំ3យប់ជាប់គ្នាឥតដកដៃពីសំណាក់ក្រុមប្រតិខ្លួនពេលនេះខេត្តយ៉ាឡៃបានចាប់ផ្ដើមដាក់វិធានការក្តៅតាមរយៈការប្រុងជើងការខ្ពស់ការពង្រឹងសន្តិសុខថែមទាំងពិនិត្យនិងឆែកឆេរយានយន្តដែលសង្ស័យថាអាចរត់ពន្ធអាវុធយកទៅប្រើប្រាស់ដើម្បីបំផ្ទុះស្ថានីយ៍ប្រេងឥន្ធនៈនិងហាងលក់ទំនិញនានាតាមការផ្សាយរបស់ Amrin TV នៅថ្ងៃពុធទី26 ខែសីហាឆ្នាំ2026វិធានការនេះត្រូវបានដាក់ចេញក្រោយទទួលបទបញ្ជាពីមេបញ្ជាការភូមិភាគ9ជារដ្ឋឆាលីស្រីមេតបរុកនេះបានបញ្ជាឲ្យអង្គភាពនិងស្ថានីយ៍ប៉ូលីសទាំងអស់ត្រូវត្រៀមខ្លួនជានិច្ចហើយប្រុងជើងការឈានដល់កម្រិតខ្ពស់បំផុតតាមដានស្ថានភាពឲ្យបានជាប់កុំឲ្យដាច់ក្រោយទទួលព័ត៌មានថាក្រុមប្រតិខ្លួនត្រៀមបើកការវាយប្រហារថ្មីទៀតដើម្បីបង្កចលាចលនិងវឹកវរទន្ទឹមនោះលោកក៏បញ្ជាឲ្យដាក់ពង្រាយកម្លាំងល្បាតបន្ថែមគ្រប់ទីកន្លែងជាពិសេសតាមទីតាំងអគាររដ្ឋាភិបាលនិងសាធារណៈដែលជាគោលដៅចម្បងរបស់ក្រុមប្រតិខ្លួន